ជំរាបសួរបបោប្រិមិត្តដែលបាននិយមស្នេហាវិស័យកីឡាថ្ងៃនេះខ្ញុំចែកលេខអំពីប្រវត្តិខ្លះនៃការកកើតនៃបាល់ទាត់តើបាល់ទាត់កើតចេញពីតំបន់ណានិងប្រទេសណាមុនគេបង្អស់ការកកើតនៃប្រភពបាល់ទាត់គឺកើតចេញពីកីឡាមួយនៃបុរាណចិនគឺមានឈ្មោះថាកីឡាគូឈូកីឡាគូឈូមួយនេះគឺជាកីឡាដែលល្បីល្បាញបំផុតនៅឯប្រជាជនបុរាណចិនដែលគេត្រូវបានរកឃើញនៅជាង 2000 ឆ្នាំមុនហើយប្រជាជនចិនតែងតែយកកីឡាមួយនេះគ្រាន់តែលេងជាលក្ខណៈធម្មតាក្នុងការវឹកហាត់នៅលើទីលាននិងបង្រឹងកាយសម្បទាតែប៉ុណ្ណោះដូច្នេះហើយទើបធ្វើឲ្យនៅខាងប៉ែកអឺរ៉ុបមានការចាប់អារម្មណ៍នៃកីឡាគូឈូនេះយកទៅលេងនៅក្នុងការវឹកហាត់នៃទាហានគឺការលេងដើម្បីពង្រឹងកាយសម្បទានិងភាពរឹងមាំនៅក្នុងកងកម្លាំងយោធាតែប៉ុណ្ណោះជាច្រើនខែចុងឆ្នាំមកក៏រីករាយសាយដល់ប្រទេសជប៉ុនរ៉ូមនិងក្រិចហើយអ្នកដែលបង្កើតច្បាប់បាល់ទាត់មុនគេនោះគឺប្រទេសក្រិចគឺជាអ្នកដែលបង្កើតនៃច្បាប់កីឡាមុនគេក្នុងការលេងដើម្បីជាមិត្តភាពនិងពង្រឹងកាយសម្បទាតែប៉ុណ្ណោះនៅក្នុងកំឡុងសតវត្សទី18គឺនៅឆ្នាំ1824ក្រុមដែលបង្កើតនៃបាល់ទាត់ដំបូងគេបង្អស់គឺមានឈ្មោះថា Sophia FC គឺនៅក្នុងប្រទេស Scotland ក្រុមមួយនេះគឺជាក្រុមចំណាស់ជាងគេលើទូទាំងពិភពលោកដែលបានបង្កើតក្រុមមួយនេះឡើងដំបូងគេបង្អស់ដែលគេស្គាល់ថាជាក្រុម Sophia FC នៅក្នុងសតវត្សទី19គឺកំឡុងឆ្នាំ1904ទើប FIFA បានបង្កើតឡើងមានសមាជិកចូលរួមជាង200សមាជិកតំណាងឲ្យប្រទេសនីមួយៗក្នុងការបង្កើត FIFA កំឡុងសតវត្សទី19ដដែលដូចជាក្លឹប Real Madrid ត្រូវបានបង្កើតឡើងក្នុងឆ្នាំ1902បង្កើតមុន FIFA ទៀតបងប្អូនប្រិមិត្តយើងអញ្ចឹងមានន័យថាក្លឹប Real Madrid ដល់សប្តាហ៍ថ្ងៃនេះគឺគិតទៅរយៈពេល124ឆ្នាំគឺរៀងយូរដែរអំឡុងសតវត្សទី19ដល់ដែលលីកធំត្រូវបានបង្កើតឡើងចំនួន5មាន Premier League, La Liga, Serie A, Bundesliga និង Ligue 1 អេបារ៉ាំងលីកទាំងធំទាំង5នេះគឺបង្កើតឡើងក្នុងសតវត្សទី19ហើយអ្នកដែលលើកពាននៃ FIFA World Cup ដំបូងគេបង្អស់នោះគឺប្រទេសអរ៉ាហ្គាយក្នុងឆ្នាំ1930គឺការប្រកួតជាមួយនឹងប្រទេសអាសង់ទីនគឺលទ្ធផល4-2អរ៉ាហ្គាយគឺជាអ្នកលើកពាន FIFA ដំបូងគេមកក្នុងឆ្នាំ1930គឺកំឡុងសតវត្សទី19សរុបសេចក្តីមកបាល់ទាត់មុនពេលដែលគេបង្កើតឡើងគឺត្រូវការចេញពីកីឡាមួយគឺកីឡាគូឈូនៅឯប្រទេសចិនដូច្នេះហើយបាល់ទាត់មិនមែនកើតចេញពីតំបន់អឺរ៉ុបមុននោះទេអរគុណបងប្អូនសម្រាប់ការតាមដាននៅវីដេអូរបស់ខ្ញុំសូមជម្រាបលា